សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមាននេះមេរៀនមួយល្អអាហ្នឹងយើងអាចយកទៅធ្វើអក្សរចំណងជើងឬក៏ដាក់លើពាណិជ្ជកម្មយើងស្អាតគឺអក្សរដែលយើងធ្លាប់ឃើញគេធ្វើក្នុងផ្សព្វផ្សាយពាណិជ្ជកម្មដែលមានភ្លើងជាមួយអមជាមួយអក្សរយើងឬក៏ logo របស់យើងណាអញ្ចឹងលោកគ្រូមានប្រហែលជាច្រើនម៉ូដដែរនេះបាទដល់9ម៉ូដបងប្អូនណាអញ្ចឹង9ម៉ូដនេះបងប្អូនឆ្លាញ់ម៉ូដណាប្រើមួយហ្នឹងទៅតោះឥឡូវលោកគ្រូប្រាប់ពីរបៀបកែនេះលោកគ្រូកែ slide ទី1ឲ្យយើងហើយនេះអត់មាន background ទេមើលយើងអាច render វាយកទៅតម្លាក់ក្នុង Premiere ឬក៏ DaVinci បានឬក៏ Video CapCut អីក៏បានដែរហើយ slide ទី2នេះគេនេះលោកគ្រូកែហើយអញ្ចឹងណាបាទអញ្ចឹងអានេះយើង render អត់មាន background ដើម្បីយកទៅប្រើគ្រូដាក់ច្បាស់បន្តិចនេះអញ្ចឹងច្បាស់ហ្នឹងហើយបាទស្អាតបាទ play មកនេះបាទអូខេអញ្ចឹងយើងនឹងបងប្អូន download នៅ Telegram យកទៅកែទៅបាទពីព្រោះថាយើងនឹងសំវាទុកទៅដើម្បីជាគំនិតនៃការ design របស់យើងណាបាទពីព្រោះពេលយើង design ពេលខ្លះទៅយើងត្រូវមានស្រាប់ដើម្បីស្រួលមានគំនិត design របស់យើងលឿនហើយវាស្អាតអញ្ចឹងណាបាទដើម្បីធម្មតាទេបាទការងារគឺពន្លឿននៃការងារយើងបានលឿនហើយយើងនឹងសំវាទុកធ្វើលើ project ផ្សេងទៀតនៅពេលថ្ងៃក្រោយអូខេនេះលោកគ្រូ preview render ឲ្យស្អាតឲ្យបងប្អូនមើលមួយសិនចាំ play សិននេះវាកំពុងតែដើរណាបាទអូខេអញ្ចឹងបងប្អូនdownload យកទៅទុកប្រើទៅហើយកែវាដាក់ពាក្យពេចន៍របស់យើងទៅឬក៏ដាក់ logo របស់យើងទៅវាស្អាតហើយបាទហើយយើងអាចថែមថយល្បឿនវាបានទៀតណាខំហ្នឹងយើងអាចបង្កើតខំមួយទៀតទាញដាក់ទៅយើងកែល្បឿនវាទៅនេះវាលឿនឬយឺតអីតាមហ្នឹងតែវាធម្មតាវាចេញប៉ុណ្្នឹងវាល្មមហើយมันស្អាតអញ្ចឹងអូខេអញ្ចឹងនេះជារូបពេលយើងធ្វើហើយយើង render វាណា render អត់មាន background បាទអញ្ចឹងយើងចុចទៅ file export នេះមកបាទហើយយើងអាច render វាជាអត់ background បានហើយនេះចុចដៃនេះមកយក animate ហើយ OK អានេះយក RGB បូក alpha OK ហើយនេះយើង save ដាក់នៅក្នុង project របស់យើងនោះ drag document អីចឹងទៅដាក់ឈ្មោះទៅចុច save ទៅហើយចុច render នេះទៅបាទអញ្ចឹងយើងយកទៅដាក់នៅលើវីដេអូរបស់យើងបាទវីដេអូរបស់យើងនៅក្នុង Premiere DaVinci អីវាអត់មាន background import វាចូលទៅណាអូខេឥឡូវយើងចូលទៅកែជាមួយលោកគ្រូអញ្ចឹងដំបូងឡើយបងប្អូនអាចចុចទៅលើនេះចុចទៅលើអានេះមកបាទចុចទៅលើអានេះមកហើយយើងចុចនៅលើមិញលោកគ្រូកែបាន2ឯលើកទី3ឧទាហរណ៍យើងឆ្លាញ់ទី3នេះចុះអញ្ចឹងចុចវារហូតដល់ពាក្យ slide នេះហើយយើងដោះ background វាចេញដោះនេះចេញបិទភ្នែកវាមកហើយយើងចាប់ដើមវាយអក្សរយើងចូលចុះអក្សរយើងចូលទៅបើលេខ3យើងមើលលេខ3នេះបាទលេខ3មាន2អញ្ចឹងណាចានេះយើងចូលទៅកែពាក្យពេចន៍របស់យើងនេះគេដាក់ love អញ្ចឹងយើងអាចលុបចោលបាទយើងដាក់ខ្មែរយើងមកបាទអាចដាក់ថាសុំស្វាគមន៍អីចឹងទៅបាទអូខេអញ្ចឹងយើងអាចកែទៅដល់យើងអាចប្រិចវាធំតិចវាតូចពេកនេះអត់អីប្រិចធំទេទៅបាទហើយតមកទៀតអាទី3នេះយើងបិទភ្នែកវាទៅយើងបាច់ប្រើទេអាហ្នឹងវាអត់សូវស្អាតទេអញ្ចឹងយើងមើល slide ទី3របស់យើងនេះចូលទៅមើលទៅគឺបានអក្សរហ្នឹងនេះអញ្ចឹងលោកគ្រូ play វាបាទហើយយើង render វាអត់មាន background ដូចមិញទៅបាទនេះវាអត់មាន background ទេអញ្ចឹងវាមានអក្សរ mode 9 mode ស្អាតដល់ទី9អីអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងទៅកែតាមអូខេអញ្ចឹងសង្ឃឹមថាមេរៀននេះឬក៏ template នេះអាចជួយការងារបងប្អូនបានណាបានច្រើនបាទនេះអញ្ចឹងយើងមើលទៅអត់មាន background ទេយើងអាចយកទៅដាក់នៅក្នុងវីដេអូរបស់យើងបានហើយវាលោតអក្សរភ្លើងស្អាតអរគុណច្រើនហើយជួបគ្នានៅមេរៀនក្រោយទៀតណាអរគុណជម្រាបលាបងប្អូន